ធ្វើដំណើរលឿនលយអស្ចារ្យហើយដែលទូកខ្សែទឹកខាងក្នុងមានឈ្មោះថាសម្បូរសែនជ័យបារមីស្រីម៉ៅជាទូករបស់ខេត្តកណ្ដាលពាក់ផ្លាកលេខ091ចំណែកឯខ្សែទឹកខាងក្រៅមានឈ្មោះថាបាសាក់សំហេងសែនជ័យរបស់រាជធានីភ្នំពេញដែលពាក់ស្លាកលេខ092ចានេះខ្ញុំសង្កេតឃើញថាទូកខ្សែទឹកខាងក្រៅគឺល្បឿនរបស់គាត់លឿនលយអស្ចារ្យហើយចាគប់ផ្សំជាមួយនឹងឯកសណ្ឋានរបស់គាត់ក៏ស្រស់សង្ហាថែមទៀតហើយអ្នករំក្បាលទូកនោះគឺថារវៃជាប់តែម្ដងហើយចាឬសូតែជ្រឹបតែម្ដងចាល្បឿនរបស់គាត់លឿនលយអស្ចារ្យមែនតែនឥឡូវនេះនាងខ្ញុំអាចជម្រាបជូនបានថាទូកខ្សែទឹកខាងក្រៅដែលមានឈ្មោះថាបាសាក់សំហេងសែនជ័យគាត់ទទួលបានជ័យជំនះហើយចាឥឡូវនេះទូកគូទី45ទូកគូទី45នេះគឺពាក់ផ្លាកលេខ092នេះគឺគាត់បានទទួលជ័យជំនះលើដៃគូប្រកួតរបស់គាត់ខ្លួនគាត់ទៅហើយគឺឈ្មោះបាសាក់សំហេងសែនជ័យចាអាទូកដែលកំពុងតែមកជិតដល់ទីនេះគឺដៃគូរបស់គាត់បានមកដល់ទីមុនទៅហើយ